តោះជំរាបសួរទាំងអស់គ្នាជាថ្មីម្ដងទៀតអញ្ចឹងថ្ងៃហ្នឹងតនេដែរចាញ់មកឡើងឲ្យច្រើនវីដេអូបន្តិចអញ្ចឹងបន្ទាប់ពីយើងបានយល់ពី use state ហើយនិង use reducer អញ្ចឹងយើងតទៅ state 2ទៀតទៅតាក់ទងជាមួយនឹងអូខេដំបូងខ្ញុំនិយាយពី use context មុនអញ្ចឹង use context ហ្នឹងវាដូចទៅនឹងuse reducer ដែរវាស្មុគស្មាញដូចគ្នាហើយវា share global state ដូចគ្នាតែវាជា built in មិន external library ប៉ុន្តែវាលក្ខខណ្ឌពិសេសរបស់វាមួយគឺវាអត់ passing prop តគ្នាដូចយើងហៅថា prop trailing បោះ prop តគ្នាវាធ្វើឲ្យអាចថា application យើងពេលយើងបោះ prop តគ្នាច្រើនវាធ្វើឲ្យទី1 slow ទី2អញញ៉ៃហើយវាអញញ៉ៃហើយពិបាក fix ដែរអញ្ចឹង use context ហ្នឹងវាមានចំណុចល្អត្រង់ហ្នឹងមួយគឺវាតាមពិតទៅវាល្អសម្រាប់ដូចជា sim ដូចជា dark mode light mode ដូចខ្ញុំធ្វើមួយ SAT CN ហើយ JavaScript TypeScript អីក៏រៀងពិបាកដែរហើយ use context ហ្នឹងគឺវាដោះស្រាយអាហ្នឹងដោយសារយើងសាកសម័យបើសិនជាយើងមាន dark mode light mode ច្រើន page ចឹងទៅយើងបោះ prop មិនដឹងសម័យអត់ចេញទេហើយវាក៏ល្អសម្រាប់authentication status ឬក៏ setting អីចឹងណាតែឥឡូវនេះខ្ញុំនឹង demo តាក់ទងមួយ sim មួយឲ្យអ្នកទាំងអស់គ្នាឃើញអញ្ចឹងសម្រាប់ use context ហ្នឹងវាដូចអត់មានអីទេយើងដាក់មកបាទ test use context មួយមកបន្ទាប់មកអាហ្នឹងក៏វាប្រើនៅក្នុង client ដូចគ្នាដែរដោយសារវាសិតតែសេរីប្រភេទ built in state management method ដូចតែគ្នាទេអញ្ចឹងយើងដាក់មកគឺមាន use client មួយវាក៏ស្មុគស្មាញប៉ុន្តែយ៉ាងហោចណាស់ក៏យើងតេស្តទៅក៏យើងដឹងថាវាល្អសម្រាប់បរិបទអីដែរអញ្ចឹងខ្ញុំប្រកាស type មួយដូចយើងប្រកាស type set ពីដើមទេអញ្ចឹងខ្ញុំមានមួយទៀតគឺខ្ញុំដាក់ថា sim context type បាទអញ្ចឹងនៅពេលដែលខ្ញុំដាក់ sim context type អីយ៉ាខ្ញុំដាក់ sim context type ហ្នឹងហើយនៅក្នុង sim ហ្នឹងគឺខ្ញុំមាន sim មួយគឺខ្ញុំដាក់ថាជាប្រភេទជា string បាទខ្ញុំដាក់ប្រភេទជា string អញ្ចឹងទៅអូខេ string ខ្ញុំទៅសេខុសហើយ string នេះគឺមិនមែន string Java ទេបាទ string តូចបាទខ្ញុំមានប្រភេទជា string មកបន្ទាប់មកទៀតខ្ញុំមាន tag goal sim ខ្ញុំមួយមកគឺជាប្រភេទជាអឺ void អីចឹងទៅបាទអញ្ចឹងខ្ញុំដាក់មកបាទដាក់ជា void អញ្ចឹងចាប់យកអីយកទៅបន្ទាប់មកទៀតខ្ញុំមានcon មួយទៀតមកគឺខ្ញុំដាក់ថា sim context អូខេ sim context ចឹងមកបន្ទាប់មកទៀតខ្ញុំប្រើប្រាស់ built in មួយគឺ create context បាទខ្ញុំប្រើប្រាស់ create context មួយគឺយកដូចជាយកចេញពី React ទាំងអស់គ្នាមិនមែន VM Node VM ទេគឺយកចេញពី React អញ្ចឹង create context ហ្នឹងខ្ញុំវាដូចជាស្តៀង type safe ដែរយើងបោះ sim context type យើងចូលមកហើយបើយើងអត់មាន sim context type ហ្នឹងទេគឺ null អីចឹងទៅហើយយើងដាក់មក default វាគឺ null អីចឹងដែរមកបាទអានេះគឺដូចយើងប្រកាស type safe អីមួយចឹងណាអញ្ចឹងបន្ទាប់មកទៀតបាទ sim context នេះខ្ញុំសុំដាក់អក្សរធំទៅបាទបន្ទាប់មកទៀតគឺនៅក្នុងហ្នឹងគឺខ្ញុំត្រូវមានអីខ្ញុំមាន function មួយមកបាទខ្ញុំមាន function មួយមកដែលខ្ញុំដាក់ឈ្មោះថា sim provider បាទបន្ទាប់ពី sim provider ហ្នឹងមកគឺយើងចង់ share state យើងចង់ share layout អញ្ចឹងយើងត្រូវមាន children ដូច layout អញ្ចឹងបាទនេះយើងដូចយើងបោះជា layout អញ្ចឹងនេះយើងមានយើងទៅសេដូចអញ្ចឹងមកបាទសេអញ្ចឹងដូចគ្នាមកបន្ទាប់មកទៀតយើងទៅសេអញ្ចឹងហើយគឺយើងអូខេយើងទៅសេយូរទៅយើងចាំហើយបាទគឺអាហ្នឹងគឺដូចយើង share layout អញ្ចឹងយើងមានអីគេយើងមាន react អីគេ react.react node អីចឹងទៅបាទបន្ទាប់មកអត់មានអីទេគឺយើងបើកមកគឺយើងចង់ share អញ្ចឹងយើងប្រើប្រាស់ use state មកជំនួយដែរគឺយើងប្រើប្រាស់ con បន្ទាប់មកយើងដាក់មក sim យើងចង់ set sim មួយទៀតអញ្ចឹងបាទ set sim អញ្ចឹងមកតែមកយើងស្មើជាមួយនឹងយើងមានយើងប្រើប្រាស់ជាមួយនឹង use state ដូចគ្នាយើង collaborate វាមកអញ្ចឹង default វាយើងចង់ដាក់ថា live អានេះយើងតេស្តបងប្អូនគ្នាមិនមែនទៅអង្គុយសរសេរ CSS live mode dark mode អីទេណាអញ្ចឹងនៅក្នុងហ្នឹងយើងមាន function មួយទៀតមកដែលយើងចង់ធ្វើជាមួយនឹង toggle sim ដូចគ្នាបាទយើងធ្វើជាមួយនឹង toggle sim ដូចគ្នាបន្ទាប់មកទៀត function ហ្នឹងគឺយើងចង់ធ្វើឲ្យវាបិទបើក dark live mode អញ្ចឹងយើងដាក់ sim
chẳng nơi trong sim nâng dương miền previous sim môi máu chẳng previous sim nâng cứ vía bà sân chia previous sim dương nâng chẳng bà sân chia previous sim dương nâng bà sân chia previous sim dương nâng smart smart line bà sân chia từ bốn dương mình đã vía smart smart line bà chẳng ní dương đã vía type setting máu dương đã smart bay máu trong JavaScript nhưng một ví dụ thế tụi máu dương pra ternary operator ní tụi óc ní sợ riêng hỏi nè chẳng dương pra pra cho môi nâng ternary operator máu bà sân chia với smart lái dương ơi việt đạt mà bà vì môn viên lái dương ơi việt đạt mà bà vì môn viên mình lái thì việt đạt chứ dương ơi viên lại vì nó và tập mà tiếp cho function dương cứ bắn năng ok bắn năng sân máu và tập bị bắn năng hỏi dương return mà bà nơi con ở function nó cứ dương return mỗi máu cứ dương return này gì cứ dương return cứ dương return này cái gì em trong play chẳng dương hai ở sim contact dương màu bà sim contact ở dương bạc cà pillar nó cứ dương hai sim contact dương máu và tọt máu được non sim contact nó cứ dương dot cho mùi nắng provider bà chẳng provider bỏ dương nó cứ dương chắc là nó vị trí built in đá provider nó chẳng dương dot cho mùi nắng provider máu và tọt máu tiết cứ dương đã vào là dụ ở vì chẳng vào là dụ với kì chẳng vào là dụ với dương đã máu cứ bà khniếpមួយទៀតមកគឺយើងបោះ parameter មួយគឺមានឈ្មោះថា sim ដែលយើងប្រកាសក្នុង use state ហ្នឹងបន្ទាប់មកទៀតគឺយើងបោះ toggle sim ចោលបោះ function ដែលយើងធ្វើការ toggle sim ហ្នឹងចូលអញ្ចឹងនៅពេលដែលយើងបោះtoggle sim បាទ sim នេះគឺ sim e ដែរនេះយើងដាក់ sim e ញ៉េបានវាអត់ error ទេអត់អញ្ចឹងនៅពេលដែលយើងបោះអូខេនៅពេលដែលយើងបោះ toggle sim យើងចូលទៅឃើញថាវា error ប៉ុន្តែយើងសាកដាក់ child train យើងចូលមកបាទយើងដាក់ child train យើងចូលមកឃើញថាក៏វានៅតែ error ដែរអញ្ចឹង error ហ្នឹងមកពីអីតើតែយើងមើលសិនទាំងអស់គ្នាអញ្ចឹង error ហ្នឹងគឺមកពីអីបាទឃើញថាវា error វាប្រាប់ថា object literal អញ្ចឹង object literal គឺអូខេយើងទៅមកតង់សិនទៅទាំងអស់គ្នាចាំ fix តាមក្រោយបាទអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន function មួយទៀតមកយើងដាក់ថាអីគេយើងដាក់ថាយើងមាន function មួយទៀតមកគឺយើងដាក់ថាកន្លែងហ្នឹងគឺយើងមាន function sim ប៊ូតុងបាទវីដេអូហ្នឹងយូរដែរបាទយើងដាក់ function sim ប៊ូតុងមកវាស្មុគស្មាញតិចuse context ហ្នឹងអញ្ចឹងយើងមាន context កន្លែងនេះគឺយើងប្រើប្រាស់ជាមួយនឹង use context បាទយើងប្រើប្រាស់ជាមួយ use context របស់ React របស់យើងហ្នឹងតមកយើងបោះ sim context យើងចូលបាទយើងបោះ sim context យើងចូលដែលយើងប្រកាសពីលើមកហ្នឹងបាទ sim context របស់យើងចូលមកបន្ទាប់មកទៀត state ហ្នឹងគឺវា share ហើយអញ្ចឹងបើវា share ហើយយើងអត់មានអីធ្វើទេគឺយើងប្រើប្រាស់ជាមួយ if មកអញ្ចឹងបើសិនជាវាមិនមែន context ហ្នឹងទេបើសិនជាវាមិនមែន context ហ្នឹងទេឲ្យវា return null ទៅបាទឲ្យវា return null មកបន្ទាប់មកទៀតគឺយើងប្រើ return យើងមកបាទគឺយើងប្រើ return របស់យើងមកគឺ return deal របស់យើង function របស់យើងហ្នឹងនៅក្នុងនេះខ្ញុំអត់ប្រើ export default function ដោយសារយើងចង់បង្កាស function ទាំងអស់នៅក្នុងហ្នឹងតែម្ដងណាអញ្ចឹងយើងមាន deal មួយមកបាទនៅក្នុង deal ហ្នឹងគឺយើងមាន p មួយមកអញ្ចឹងយើងដាក់មក current sim យើងអីគេ current sim យើងអីគេយើងបោះ context.sim មកបាទយើងបោះ context.sim មកអញ្ចឹង current sim យើងអីគេវាឲ្យវាចាប់យើងអាហ្នឹងទៅអញ្ចឹងនៅក្នុងហ្នឹងយើងមានប៊ូតុងមួយទៀតមកខ្ញុំដាក់ថា type ខ្ញុំដាក់ថាប៊ូតុងតើអត់បាទបន្ទាប់ពីខ្ញុំដាក់ type ប៊ូតុងមកនៅក្នុងហ្នឹងខ្ញុំមាន event on click មួយមកបាទអញ្ចឹង event on click របស់យើងហ្នឹងគឺយើងយក context របស់យើងហ្នឹងទៅដកជាមួយនឹង toggle sim បាទយើងដកជាមួយនឹង toggle sim function របស់យើងមកបន្ទាប់មកទៀតខ្ញុំចង់ឲ្យវាមាន class name រូបមេដៃចុចហ្នឹង cursor hover pointer ហ្នឹងមួយមកចប់ហើយបាទអញ្ចឹងនៅក្នុងប៊ូតុងហ្នឹងយើងដាក់មកគឺ toggle sim យើងហ្នឹងបាទ toggle sim អញ្ចឹងទៅអញ្ចឹងបន្ទាប់មកទៀតនៅក្នុងហ្នឹងគឺយើងចប់ហើយយើង export default function យើងចេញមកប្រើមួយមកអញ្ចឹង export default function មួយមកបន្ទាប់មកទៀតខ្ញុំមាន home function មួយអញ្ចឹងនៅក្នុង home function ហ្នឹងខ្ញុំហៅ sim provider ខ្ញុំមកប្រើដូចខ្ញុំនិយាយអញ្ចឹងខ្ញុំចង់ share អញ្ចឹងខ្ញុំហៅ sim provider ខ្ញុំមកបាទ
chẳng được non sim provider để nhóm ban bậc cả nên là sim provider dưỡng đi bà sim provider dưỡng nắng kỳ dưỡng trong xe lấy ai nắng dưỡng bỏ main dưỡng châu máu bà nộp về để dưỡng bỏ main dưỡng châu máu dưỡng đặt class name về mùi máu cứ dưỡng đặt padding về class tới cùng oi về và mờ bởi chẳng nè chẳng dưỡng đã máu use context example chẳng được non nắng dưỡng óiនៅក្នុង main ហ្នឹងគឺយើងដាក់ប៉ុណ្ណឹងមកហើយយើងហៅ sim button យើងមកប្រើមក sim button បើកបិទយើងហ្នឹងបាទអញ្ចឹងកូដយើងគឺអូខេហើយដូចជាអត់មានអីទេបាទកូដយើងគឺអូខេតែប៉ុណ្ណឹងតែខ្ញុំសុំមើល toggle sim ហ្នឹងបន្តិចបាទវាខុសអីគេបងប្អូនគ្នាអញ្ចឹង toggle sim ហ្នឹងយើងមើលមកបាទខុសអីគេអញ្ចឹងនៅក្នុង toggle sim ហ្នឹងគឺបាទខុសអីគេដូចជាអត់មានខុសអីបងប្អូនគ្នាប៉ុន្តែវាបាទវា error អញ្ចឹងយើងទៅរើមើល error ទាំងអស់គ្នាមកយើងក៏មិនដឹងថាវា error អីដែរខ្ញុំក៏អត់ដឹងអញ្ចឹងខ្ញុំសាកខ្ញុំសាក fix តាម AI មកអូខ້ອຍគេបាទផ្លេច e មួយទាំងអស់គ្នាអញ្ចឹងដាក់ e មកគឺដើរហើយបាទអញ្ចឹងយើងចូលមកតេស្តtest use context មកបាទអត់ដើរទេដោយសារ context យើង save ខុស404 not found បាទអញ្ចឹងយើង test use context មកអញ្ចឹងបាទបាច់ focus លើ style ទេយើងចុច toggle sim មកបាទនេះដាក់កន្លែងអញ្ចឹងសួរថាមានប្រយោជន៍អីវាមានប្រយោជន៍ត្រង់វា share global state ដូចគ្នាប៉ុន្តែវាស្មុគស្មាញស្រដៀងនឹង user ដែរប៉ុន្តែគ្រាន់តែថាវាអាចប្រើប្រាស់ជាមួយនឹង sim អីចឹងទៅហើយ use reducer យើងប្រើប្រាស់មួយ count មិនមែនប្រើចឹងទេតែ context វាប្រើរបៀបហ្នឹងប៉ុន្តែរបស់ដែលវា recommend ហ្នឹងគឺជៀសវាងការ prop trailing មិនមែនសេរីដូច use reducer មាន state មានអី action មាន reducer អីទេអានេះជាប្រភេទបែប prop trailing អីចឹងទៅអញ្ចឹងមិនខាត់ពេកយើងចូលទៅ use ref មួយទៀតអញ្ចឹងuse ref ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចេះគឺល្អសម្រាប់ប្រើប្រាស់ក្នុង Redux ព្រោះថាទីមួយការប្រើប្រាស់វាគឺវា use ref ហ្នឹងគឺវាគ្រប់គ្រងទៅដល់តម្លៃឬក៏របស់មួយនៅក្នុង application របស់យើងហ្នឹងដែលវាអត់ឲ្យវាអត់ trigger មានន័យថាវាអត់ធ្វើឲ្យរបស់ហ្នឹងមានការ re-render ទេគឺវា stay fix ហ្មងអញ្ចឹងវាមានអត្ថប្រយោជន៍សម្រាប់យើង access DOM element របស់យើងអញ្ចឹងណាកុំឲ្យវាប្រែប្រួលអីចឹងទៅឬក៏យើងចង់និយាយថាយើងចង់រក្សាតម្លៃហ្នឹងឲ្យវានៅដដែលដោយអត់ប៉ះពាល់ទៅដល់ UI ទេឥឡូវយើងជឿយើងសាក់តេស្តមួយអាហ្នឹងមានប្រយោជន៍មែនឧទាហរណ៍ថាយើងដាក់ថា use អីគេ use ref អីចឹងទៅហើយខ្ញុំដាក់ថា test use ref មួយចឹងទៅអញ្ចឹងនៅក្នុងហ្នឹងខ្ញុំមាន page.tsx មួយទៀតទៅបាទ page.tsx មួយទៀតមកអញ្ចឹងនៅក្នុង use ref ហ្នឹងឥឡូវយើងសាកតេស្តទាំងអស់គ្នាវាប្រើមួយ u client ដូចតែគ្នាទេអា built in ហ្នឹងបាទexternal ក៏ប្រើដល់គ្នាគ្រាន់គេមាន provider សម្រាប់ឲ្យវាតាក់ទងគ្នាអញ្ចឹងអានេះយើងដាក់មកបាទ export default function អីចឹងទៅបាទ13នាទីបាទ export default function អីចឹងទៅខ្ញុំមាន home មួយមកបាទបន្ទាប់មកទៀតនៅក្នុងហ្នឹងយើងដាក់បហើយទៅយើងដាក់អីគេ con យើងដាក់មកនេះ ref value ឧទាហរណ៍ណាស្មើជាមួយនឹង use ref យកតែហ្មងទៅហើយ use ref របស់យើងហ្នឹងគឺតម្លៃវាគឺឲ្យវា start ពី0ទៅបាទបន្ទាប់មកទៀតយើងដាក់មកគឺយើងមាន function មួយសម្រាប់ chain ref ហ្នឹងយើងដាក់មកនេះ function chain ref ចឹងមកបន្ទាប់មកទៀតគឺយើងចង់អីគេយើងចង់ធ្វើលើអីចឹង chain ref យើងប្រាប់មកថាខ្ញុំចង់ឲ្យពេលដែលខ្ញុំចុច click លើ ref ហ្នឹងទៅបាទឲ្យវាកើនតម្លៃយើងទៅយើងដាក់ចឹងមកតមកទៀតយើង CLG មួយមក console log ចឹងយើងដាក់ថាអឺអីគេឥឡូវឧទាហរណ៍យើងដាក់ថា ref value ref ខ្ញុំដាក់ថា ref current value is ស្មើអីគេខ្ញុំដាក់ថា ref value current អីចឹងទៅបាទអញ្ចឹងបន្ទាប់ពីខ្ញុំមាន function នឹងមួយហើយខ្ញុំខ្វល់ឲ្យខ្ញុំ return មួយមកយើងចង់ប្រើអីគេឧទាហរណ៍ថាខ្ញុំចង់ប្រើជាមួយ main អីចឹងទៅ
ខ្ញុំដាក់ថា class name ដូចតែគ្នាបងប្អូនខ្ញុំគ្រាន់ណាចង់តេស្តកុំឲ្យវាគៀនពេកកុំឲ្យវាពិបាកមើលអញ្ចឹងណាអញ្ចឹងខ្ញុំដាក់មកនេះ ref value អញ្ចឹងទៅអញ្ចឹង value ខ្ញុំគឺវា stay fix កន្លែងហ្នឹងណាចាំមើលតិចទៀតបងប្អូនឃើញអញ្ចឹងខ្ញុំដាក់មក ref value dot current អីចឹងទៅអញ្ចឹងបន្ទាប់មកទៀតឃើញថាអ្នកនរគ្នាឃើញអត់ឃើញថាវាអត់ដើរអញ្ចឹងទុកវាម្ដុំចឹងទៅយើងបើវាអត់ដើរចាំយើងគិតទៀតអញ្ចឹងប៊ូតុងមកថែបប៊ូតុងអូខេថែបប៊ូតុងមកអញ្ចឹងនៅក្នុងប៊ូតុងហ្នឹងខ្ញុំចង់ឲ្យវា change ref ឧទាហរណ៍ណាខ្ញុំបញ្ជាក់ដាក់ដែរ change ref អីចឹងទៅអញ្ចឹងនៅហ្នឹងយើងប្រើ event on click យើងមួយមកអញ្ចឹងយើងចង់ click ទៅលើអីយើងចង់ click ទៅលើ change ref របស់យើងហ្នឹងfunction change ref របស់យើងហ្នឹងបាទបន្ទាប់មកទៀតគឺអត់មានអីទេយើងគ្រាន់តែដាក់cursor pointer មួយមកអាមេដៃហ្នឹងបាទនេះ cursor pointer នឹងមួយមកឃើញថាវា error ចឹង cannot access យើង quick fix មួយមកបាទអូខេវាតាក់ទងជាមួយនឹងអា ESLint style នេះយើង disable វាអីចឹងមកគឺវាដែរបាទហ្នឹងអញ្ចឹងយើងអូខេយើងទៅ run វាមួយមកបាទ test user ref មួយមកបាទអ្នកនរគ្នាឆ្ងល់ពេលចុចទៅវាអត់ដើរប៉ុន្តែនៅពេលដែលអ្នកនរគ្នា inspect មើលមកបាទ console log មកឃើញគេដើរនេះឃើញអត់ចឹងហេតុអីបានគេប្រើ useref ចឹង useref ហ្នឹងអ្នកនរគ្នាគិតថាវាអត់មានប្រយោជន៍ទេតែតាមពិតវាមានប្រយោជន៍ត្រង់ទី1យើងចង់ share state ប៉ុន្តែ state យើងអត់ចង់ឲ្យគេ update ទេប៉ុន្តែនៅក្នុង background process គឺវា update ប៉ុន្តែនៅលើ UI គឺវាអត់ update ទេអញ្ចឹងវាមានអត្ថប្រយោជន៍ដែរនៅពេលដែលយើងធ្វើការជាមួយនឹង Redux ដោយសារយើងអត់ចង់ឲ្យ Redux ហ្នឹងឲ្យគេបង្កើត store រហូតទេបើ store មានមួយប្រើតែ store នឹងមួយទេបើអត់មាន store ចាំយើងបង្កើត store វាមានប្រយោជន៍អញ្ចឹងព្រោះយើងមិនមែនតែបង្កើត store នាំឲ្យអញ្ញៃឬក៏វាកាន់តែ C space ឬក៏ spec ធំអីទេអញ្ចឹងវាមានប្រយោជន៍អញ្ចឹងគេគិតគូរអញ្ចឹងមិនមែនគេបង្កើតមកអត់ប្រយោជន៍អញ្ចឹងវីដេអូហ្នឹងយើង stop ត្រឹមហ្នឹងសិនទៅចាំយើងតមួយវីដេអូទៀតអរគុណអ្នកនរគ្នាជំរាបលា